គ្នាវិលមកជួបខ្ញុំសាជាថ្មីម្ដងទៀតនៅបច្ចេកទេសដែលយើងប្រើប្រាស់ក្នុងវិស័យសំណងជាភាសាចិនខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាចេះអានចេះសរសេរនិងចាំអត្ថន័យនៃពាក្យនីមួយៗដែលយើងបានរៀនកន្លងមកថ្ងៃនេះខ្ញុំនឹងបន្តប្រើពាក្យទៅមុខទៀតបាទយើងចាប់ផ្ដើមទាំងអស់គ្នាពាក្យទី1នោះយើងអានថាលាកហ្វង់ជាភាសាអង់គ្លេសមានន័យថា crack ដែលយើងប្រែជាភាសាខ្មែរបានន័យថាប្រេះពាក្យបន្តមកទៀតនោះគឺយើងអានថាមីទូជាភាសាអង់គ្លេសបានន័យថា density ដែលយើងប្រែជាភាសាខ្មែរគឺ density ពាក្យបន្តមកទៀតនោះគឺយើងអានថាមិនជាភាសាអង់គ្លេសមានន័យថា wall ដែលយើងប្រែជាភាសាខ្មែរបានន័យថាទ្វារពាក្យបន្តមកទៀតនោះគឺពាក្យ furniture ជាភាសាអង់គ្លេសបានន័យថាល្វែងនេះយើងប្រែជាភាសាខ្មែរគឺផ្ទះពាក្យបន្តមកទៀតនោះគឺយើងអានថាចៅសួយជាភាសាអង់គ្លេសមានន័យថា glue ដែលយើងប្រែជាភាសាខ្មែរគឺកម្មវិធីសាស្ត្រនឹងហើយពាក្យថ្ងៃនេះខ្ញុំសូមបញ្ចប់ត្រឹមតែ5ពាក្យហ្នឹងសិនយើងនឹងជួបគ្នានៅពាក្យបន្តទៀតនៅវីដេអូបន្ទាប់ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាយកទៅព្យាយាមអានព្យាយាមសរសេរនិងស្វែងយល់នូវអត្ថន័យពាក្យនីមួយៗកុំភ្លេចជួយ Subscribe Channel YouTube និង Facebook Page ដែលខ្ញុំដាក់នៅក្នុង comment ខាងក្រោមផង Thank you for watching. See you in the next video. Thank you. Bye bye.